ស្ដីបងប្អូនទាំងអស់គ្នាពេលដែលខ្ញុំផុសនិយាយពាក់ព័ន្ធជាមួយនឹងការដែលធ្វើឲ្យខ្លួនឯងរឹងមាំហើយយើងត្រូវតែរឹងមាំដោយខ្លួនឯងហ្នឹងណាមានបងប្អូនខ្លះគាត់ចូលនិយាយថាគាត់ថាបើសិនមកខ្លួនឯងរឹងមាំការពារខ្លួនឯងស្រឡាញ់ខ្លួនឯងហើយចុះប្តីចុះកូនទុកនៅណាតែប៉ុន្តែក្នុងន័យនេះណាបើសិនមកបងប្អូនប្រើការគិតបន្តិចបងប្អូនអាចនឹងយល់នៃរបស់ខ្ញុំកម្រនឹងឲ្យមនុស្សស្រីរឹងមាំដោយខ្លួនឯងខ្លាំងរហូតដល់បបងចោលក្រុមគ្រួសារខ្ញុំអត់សង្កត់ធ្ងន់ទៅលើនឹងទេប៉ុន្តែនៃពាក្យដែលនិយាយថារឹងមាំនេះគឺមានន័យថាឲ្យបងប្អូនរឹងមាំថាបើទោះបីជាមានបញ្ហាបាក់ទឹកចិត្តខ្លាំងមកលើខ្លួនឯងក៏ដោយទេនៅខ្លួនឯងកំពុងតែមានគ្រួសារមានប្តីដែលត្រូវយកចិត្តទុកដាក់មើលថែទាំក៏ត្រូវឲ្យពួកគាត់ផ្ដល់កម្លាំងចិត្តឲ្យយើងក៏ដោយយើងមិនអាចរំពឹងថាគាត់នឹងមានពេលវេលាមកដឹងចិត្តយើងគ្រប់ពេលទេយើងមិនអាចរំពឹងថាគាត់អាចនឹងលើកទឹកចិត្តត្រូវចិត្តយើងបានគ្រប់ពេលទេប៉ុន្តែយើងត្រូវតែធៀមខ្លួនឯងនៅក្នុងពេលមួយថានៅពេលដែលមានបញ្ហាបាក់ទឹកចិត្តនៅពេលដែលប្តីយើងគាត់ឆ្លោះឆ្លួយមិនបានយកចិត្តទុកដាក់មួយយើងមិនអាចដឹងពីចិត្តយើងនិយាយរួមអាចប្រកបចិត្តយើងអត់ត្រូវទេពេលហ្នឹងយើងគួរតែត្រៀមខ្លួនឯងរឹងមាំទទួលយកនៅចំណុចហ្នឹងហើយយើងលើកទឹកចិត្តខ្លួនឯងអញ្ចឹងអាហ្នឹងភាពរឹងមាំមួយទៀតគឺភាពរឹងមាំដែលអាចដោះស្រាយបញ្ហាបានអត់រងចាំតែប្តីមកមុខគេពីព្រោះបើទោះបីជាអ្នកមានគ្រួសារហើយក៏ដោយមិនមានន័យថាត្រូវផ្ញើជីវិតទៅលើគាត់ទាំងស្រុងទេគឺត្រូវតែជីវិតនៅតែត្រូវរឹងមាំខ្លួនឯងនៅពេលដែលយើងរឹងមាំហើយយើងក៏ត្រូវតែខ្លាយទៅជាមនុស្សម្នាក់ដែលអាចធ្វើឲ្យផ្ទះយើងកក់ក្ដៅយើងត្រូវតែរឹងមាំដើម្បីផ្ទះយើងដូចគ្នាមិនមានន័យថាមនុស្សស្រីរឹងមាំគឺត្រូវតែខ្លាំងក្លាជាងប្តីទេត្រូវតែឈ្នះប្តីនោះទេប៉ុន្តែរឹងមាំធ្វើយ៉ាងណាគឺមិនអោយនៅក្នុងគ្រួសារមានភាពឈឺក្បាលដោយសារយើងរឹងមាំធ្វើយ៉ាងណាអាចជួយដោះស្រាយបញ្ហានៅពេលដែលស្វាមីគាត់មានបញ្ហាណាមួយកើតឡើងបានអញ្ចឹងណារឹងមាំមួយទៀតអាចជួយដោះស្រាយបញ្ហាកូនរឹងមាំមួយទៀតអាចជួយដោះស្រាយលើបញ្ហាគ្រួសារបញ្ហាហិរញ្ញវត្ថុរឿងអីថ្ងៃណាមួយវានឹងមិនកើតឡើងគឺវានឹងកើតដូចគ្នាទេដោយសារតែมันមាននរណាម្នាក់សុខសប្បាយរហូតទៅលើសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តទាំងបញ្ហាហិរញ្ញវត្ថុនឹងដូចគ្នាហើយមិនប្រកាសថាស្វាមីយើងគាត់មានលទ្ធភាពអាចរកចំណូលបានទៀងថេរឬក៏កើនរហូតមិនមានពេលវេលាណាមួយបាត់បង់ស្រត់នោះទេអញ្ចឹងយើងត្រូវតែរឹងមាំនៅក្នុងចំណុចហ្នឹងអញ្ចឹងមិនមានន័យថាត្រូវតែទុនទូជីវិតទាំងស្រុងទៅលើស្វាមីបកគលឲ្យទាំងអស់ទេប៉ុន្តែពេលដែលរៀបការរួចគឺជាពេលវេលាដែលយើងកាន់តែត្រូវប្រុងប្រយ័ត្នខ្លាំងជាងមុនបំផុតពីមុនយើងនៅលាវយើងគ្រាន់តែប្រុងប្រយ័ត្នជីវិតខ្លួនឯងមើលថែខ្លួនឯងតែមួយតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលយើងរៀបការរួចគឺយើងត្រូវប្រុងប្រយ័ត្នច្រើនយើងត្រូវតែរឹងមាំឲ្យខ្លាំងសុខភាពត្រូវតែរឹងមាំបញ្ញាស្មារតីយើងត្រូវតែរឹងមាំដើម្បីជួយយឹតយោងគ្រួសារយើងនឹងផ្ទាល់តែម្ដងយឹតយោងទាំងប្តីយឹតយោងទាំងកូនយឹតយោងទាំងម្ដាយឪពុកទាំងសងខាងហើយខ្លះអាចឈានទៅដល់ការយឹតយោងទៅដល់បងប្អូនសាច់ប្រកាសរបស់យើងចំនួនមួយសាច់របស់យើងឬក៏បងប្អូនសាច់ថ្លៃចំនួនមួយអីហ្នឹងអ្នកខ្លះគឺគាត់សិតតែជួបបញ្ហាអស់ហ្នឹងឯងដែលសំខាន់គឺដូចខ្ញុំនិយាយចឹងអ្វីដែលខ្ញុំចង់និយាយគឺបងប្អូនទាំងអស់គ្នាកុំបាក់ទឹកចិត្តបើទោះបីជាមានបញ្ហាអីក៏ដោយគឺនៅតែបន្តរឹងមាំងើបដើរទៅមុខជានិច្ចពីព្រោះថាមនុស្សយើងមិនសប្បាយរហូតហើយក៏មិនមានទុក្ខសោករហូតនោះដែរហើយទុក្ខសោកមិនមែនមានន័យថាវានៅជាមួយយើងមកជីវិតទេឲ្យតែយើងមានសមត្ថភាពខ្លាំងជាជាក់លើខ្លួនឯងនៅក្នុងការដោះស្រាយប្រឈមមុខមួយវាអាហ្នឹងយើងអាចដោះបានហើយខ្លាចតែយើងគិតនឹងបញ្ហាហ្នឹងអត់ហ៊ានប្រឈមមុខហើយយើងសម្រេចចិត្តគិតខ្លីអាហ្នឹងគ្រប់យ៉ាងគឺវាស្មើសូន្យពេលដែលយើងស្លាប់ទៅក៏បន្សល់ត្រឹមតែវិបដិសារីហើយឈ្មោះមិនល្អសម្រាប់ខ្លួនឯងថាជាមនុស្សដែលកំសាកជាមនុស្សដែលគ្មានសមត្ថភាពនៅក្នុងការរស់ឲ្យរឹងមាំរស់ឲ្យល្អរស់ឲ្យចេះដោះស្រាយបញ្ហាពេលខ្លះចំណុចខ្លះមិនប៉ះលើខ្លួនឯងមិនឈឺប៉ុន្តែមិនលើកទឹកចិត្តឲ្យបាក់ទឹកចិត្តរហូតដល់បោះបង់ខ្លួនឯងរហូតដល់បោះបង់ជីវិតខ្លួនឯងចោលមិននេះពីព្រោះថាខ្ញុំជឿជាក់ថាបើយើងនៅតែមិនបោះបង់ឆន្ទៈនៅក្នុងការប្រឹងប្រែងថ្ងៃណាមួយគឺជោគជ័យនឹងរត់មករកយើងជីវិតមនុស្សមិនអាចបរាជ័យរហូតដល់ថ្ងៃស្លាប់ទេលុះត្រាតែយើងដេករងចាំងសំណាងតែមួយមុខទេអាហ្នឹងទើបបរាជ័យដល់ថ្ងៃស្លាប់ពិតប្រាកដមែនតែបើយើងពុះពៀក្រោកឡើងហើយមិនមានពាក្យថាបរាជ័យមួយជីវិតនោះទេអរគុណ